រដ្ឋបាលខេត្តពោធិ៍សាត់ទាត់ចោលការផ្សព្វផ្សាយថាស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កំទេចថ្ងៃមុនពេលនេះទីហ៊ានសៀមចូលកាន់កាប់ឈរជើងតែផ្ទុយទៅវិញទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុលរដ្ឋបាលខេត្តពោធិ៍សាត់បានចេញសេចក្តីបំភ្លឺព័ត៌មានច្រានចោលចំពោះការផ្សព្វផ្សាយថាស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កំទេចថ្ងៃមុនឥឡូវទីហ៊ានសៀមចូលកាន់កាប់ឈរជើងហើយបើតាមរដ្ឋបាលខេត្តបានអះអាងថាការផ្សព្វផ្សាយនេះជាការផ្សាយមិនពិតហើយយករូបថតចាស់ពីមុនមកផ្សាយក្នុងគោលបំណងដើម្បីបំភ្លឺញុះញង់បំពុលបរិយាកាសសង្គមនិងអាចធ្វើឲ្យសាធារណជនមានការយល់ច្រឡំតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តចេញផ្សាយនាព្រឹកថ្ងៃទី20 ខែមករាឆ្នាំ2026បានឲ្យដឹងថានៅថ្ងៃទី19 ខែមករាឆ្នាំ2026មានម្ចាស់គណនី Facebook ឈ្មោះសារ៉ាត់ស៊ុនបានចុះផ្សាយលើគណនី Facebook របស់ខ្លួនថាចូលជ្រៅណាស់ចូលដោយសេរីបើតាមការអះអាងរបស់អភិបាលខេត្តពោធិ៍សាត់លោកខុយរីដាស្ពានមេទឹកដែលសៀមទម្លាក់គ្រាប់កំទេចថ្ងៃមុនឥឡូវទីហ៊ានសៀមចូលកាន់កាប់ឈរជើងហើយពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះរដ្ឋបាលខេត្តពោធិ៍សាត់បានជម្រាបជូនដល់សាធារណជននិងបណ្ដាញផ្សព្វផ្សាយព័ត៌មានទាំងអស់ឲ្យបានជ្រាបថាស្ពានស្ទឹងមេទឹកដែលពីមុនទីហ៊ានសៀមបានរំលោភបំពានតាមរយៈការកំទេចស្ពានដោយយន្តហោះ F16 កន្លងទៅនោះបច្ចុប្បន្នពុំមានទីហ៊ានសៀមចូលកាន់កាប់ដោយការចុះផ្សាយរបស់គណនី Facebook ឈ្មោះសារ៉ាត់ស៊ុនឡើយជាក់ស្ដែងទីតាំងនោះត្រូវបានជំនាញសាធារណការកំពុងធ្វើការជួសជុលនិងសម្រួលផ្លូវធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់ទៅតាមលំនៅឋានដើមរបស់គាត់វិញរដ្ឋបាលខេត្តបានគូបញ្ជាក់ទៀតថាកាលពីថ្ងៃទី15-16 ខែមករាឆ្នាំ2026កន្លងទៅថ្មីនេះឯកឧត្តមអភិបាលខេត្តពោធិ៍សាត់ក៏បានអមដំណើរនិងបានធ្វើការបង្ហាញជូនក្រុមអ្នកសង្កេតការណ៍អាស៊ាននៅទីតាំងចំនួន4ក្នុងនោះទីតាំងចំនួន2រួមមានចំណុចអូភ្លុកដំរីនិងច្រកជ័យជំនះឬច្រកផ្លូវ56មានផលប៉ះពាល់ដោយទីហ៊ានសៀមរំលោភឈ្លានពានចូលរីកបន្លាចលួសក្នុងទឹកដីកម្ពុជាចំពោះទីតាំងចំនួន2ទៀតរួមមានស្ពានស្ទឹងមេទឹកនិងចំណុចច1ត្រូវបានទីហ៊ានសៀមរំលោភបំពានដោយការបំផ្លិចបំផ្លាញខូចខាតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិតែប៉ុណ្ណោះពុំមានការរំលោភចូលកាន់កាប់ទឹកដីរបស់កម្ពុជាយើងនោះឡើយហើយជាក់ស្ដែងនៅក្នុងថ្ងៃនោះដដែលឯកឧត្តមអភិបាលខេត្តក៏បានផ្ដល់បទសម្ភាសន៍ជូនទូរទស្សន៍នៅទីតាំងស្ពានស្ទឹងមេទឹកផ្ទាល់តែម្ដងសូមជម្រាបជូនថាក្រោយពីមានបទឈប់បាញ់កាលពីថ្ងៃទី27 ខែធ្នូឆ្នាំ2025ប្រជាពលរដ្ឋក្នុងឃុំថ្មដាស្រុកវាលវែងដែលបានជម្លៀសមកមណ្ឌលសុវត្ថិភាពនោះត្រូវបានវិលត្រឡប់ទៅកាន់លំនៅឋានដើមរបស់ពួកគាត់វិញប្រមាណ 90% ហើយជាពិសេសប្រជាពលរដ្ឋដែលរស់នៅម្ដុំស្ពានស្ទឹងមេទឹកកំពុងរស់នៅជាធម្មតាហើយថែមទាំងបានផលិតអំបោះផ្កាស្មៅលក់ដើម្បីរួមចំណែកកែលម្អជីវភាពទៀតផងជាមួយគ្នានេះរដ្ឋបាលខេត្តពោធិ៍សាត់បានប្រកាសច្រានចោលទាំងស្រុងចំពោះការផ្សាយរបស់គណនី Facebook ឈ្មោះសារ៉ាត់ស៊ុនដែលជាការផ្សាយមិនពិតហើយយករូបថតចាស់ពីមុនមកផ្សាយក្នុងគោលបំណងដើម្បីបំភ្លឺញុះញង់បំពុលបរិយាកាសសង្គមនិងអាចធ្វើឲ្យសាធារណជនមានការយល់ច្រឡំ